ព្រមទទួលយកអ្វីដែលអ្នកមិនអាចផ្លាស់ប្ដូរបានហើយប្រឹងប្រែងលើអ្វីដែលអ្នកអាចធ្វើបានការទទួលយកមិនមានន័យថាបោះបង់ចោលនោះទេវាមានន័យថាជាការយល់ដឹងអំពីការពិតដោយភាពក្លាហានជីវិតនឹងមិនដំណើរការល្អដោយការគ្រោងទុកនោះទេពេលខ្លះមានរឿងកើតឡើងដែលយើងនឹកស្មានមិនដល់ជំនួសឲ្យការប្រយុទ្ធនឹងការពិតចូលទទួលយកហើយរៀនពីវាការទទួលយកនាំមកនូវសេចក្តីសុខដល់ផ្លូវចិត្តនិងមានភាពច្បាស់លាស់ដល់ផ្លូវគំនិតនៅពេលអ្នកទទួលយកកំហុសអ្នកនឹងជ្រើសរើសនៅពេលអ្នកទទួលយកការពិតរបស់អ្នកដទៃអ្នកនឹងទំនាក់ទំនងកាន់តែល្អប្រសើរការទទួលយកគឺជាភាពរឹងមាំមិនមែនជាភាពទន់ជ្រាយឡើយវាជួយឲ្យអ្នកឈានទៅមុខដោយគ្មានកំហឹងឬសោកស្ដាយទទួលយកនៅថ្ងៃនេះកែលម្អនៅថ្ងៃស្អែកហើយបន្តរីកចម្រើនជារៀងរាល់ថ្ងៃ